ជំរាបសួរបាទសូមស្វាគមន៍មកកាន់គ្រួសារ King High Print ដោយឃើញនៅក្នុងវីដេអូនឹងចឹងដោយសារតាអាកាសធាតុល្អពួកខ្ញុំបានពពួរគ្នាមកចការមួយដែលគេលក់ដំណាំផ្លែឈើផ្កាជាច្រើនមកហើយដោយសារតែរត់ខ្ញុំនឹងចិត្តដល់ខែក្តៅក៏ពួកខ្ញុំពពួរគ្នាមកទិញដំណាំខ្លះៗដើម្បីយកទៅដាំនៅក្រោយផ្ទះហ្នឹងណាហើយបេសកកម្មធំបំផុតថ្ងៃហ្នឹងគឺប្រពន្ធចង់បានដើមផ្កាម្លិះនៅរត់ខ្ញុំនៅរកផ្កាម្លិះខ្មែរយើងពិបាកមែនទែនខ្ញុំដើររកពីមុនមករកអត់បានតែអ្នកស្គាល់គ្នាគាត់ប្រាប់ថានៅចការហ្នឹងមានបើចង់ដឹងថាពួកខ្ញុំរកផ្កាម្លិះបានអត់កុំភ្លេចតាមដានវីដេអូឲ្យដល់ទីបញ្ចប់ដោយសារតែរត់ខ្ញុំនៅហ្នឹងខែត្រជាក់វាច្រើនជាងខែក្តៅអញ្ចឹងហើយឲ្យតែមានថ្ងៃក្តៅចិត្តដល់ខែក្តៅហ្នឹងពួកខ្ញុំតែងតែពពួរគ្នាទៅទិញដំណាំយកទៅដាំក្រោយផ្ទះនេះមើលមុខឲ្យហើយនេះម្ចាស់ដែលចង់បានផ្កាម្លិះហ្នឹងជ័យពីដើររក2 3កន្លែងហើយមិនងាយបានទេទៅមកដល់កន្លែងហ្នឹងគេថាមានបើឥឡូវកំពុងតែដើរដើមវាច្រើនពេកមានផ្កាផងមានបន្លែផងមានដំណាំផងអូច្រើនមុខណាស់ឥឡូវកំពុងតែដើរប៉ិនមុននឹងបានហ្នឹងមិនដឹងថតរូបអស់ប្រមាណទេព្រោះថាទេសភាពល្អពេកនិយាយនេះហ្នឹងកន្លែងហ្នឹងគឺកន្លែងហ្នឹងកន្លែងថតរូបពេកចូលមករកដើមផ្កាប៉ិនម្ចាស់សម័យខ្លួនតបានថតរូបសិនដូចខ្ញុំនិយាយខាងដើមវីដេអូហ្នឹងគម្រោងធំបំផុតហ្នឹងគឺមកទិញដើមផ្កាម្លិះយើងហ្នឹងប៉ុន្តែក្នុងពេលតែមួយក៏ចង់បានដំណាំតិចតួចហើយនឹងផ្កាតបងយ៉ាក់យើងហ្នឹងព្រោះដើមតបងយ៉ាក់វាស្រួលដាំនៅក្នុងផ្ទះព្រោះនៅរត់ខ្ញុំនៅហ្នឹងត្រជាក់វាច្រើនជាងខែក្តៅអញ្ចឹងហើយបានពួកខ្ញុំចង់បានផ្កាហើយនឹងដំណាំណាដែលយើងអាចដាំក្នុងផ្ទះបានហើយដល់ពេលខែក្តៅយើងយកវាទៅក្រៅអញ្ចឹងណាសំណាងមែនទែនពេលពួកខ្ញុំទៅដល់ហ្នឹងនៅសល់ដើមផ្កាម្លិះទូតែ4ដើមនឹងគត់និយាយថាអូយគេប្រាប់ថានៅនឹងពិបាករកណាផ្កាម្លិះដែលក្លិនដែលយើងចង់បានហ្នឹងណាអ្នកទាំងអស់គ្នា$450ដើមប្រពន្ធខ្ញុំមកដែរឃើញដើមកផ្លោកដល់ពេលហ្នឹងគ្នាភ្ញាក់ផ្អើលឥឡូវហ្នឹងកំពុងតែគិតថាគួរតែយកកផ្លោកពីស្រុកខ្មែរយើងយកមកលក់នៅអាមេរិកអត់មើលទៅតម្លៃវាសមរម្យបើថាសមរម្យបើក business កផ្លោកមួយហើយណាគេចង់បានអាចតាក់ទងមកបានអាចតាក់ទងមកតាម website www.maonking.com វីដេអូពួកយើងក៏បានមកដល់ទីបញ្ចប់គម្រោងធំមករកផ្កាម្លិះយើងហ្នឹងក៏បានសម្រេចទិញបាន2ដើមអរគុណច្រើនដែលបានទស្សនាវីដេអូពួកយើង